សួស្តីលោកតើមកទីនេះរកអ្វីដែរខ្ញុំចង់មករកដាក់ពាក្យធ្វើការមករកការងារធ្វើមែនទេសូមលោកដើរទៅជាន់2មានកម្មវិធីជ្រើសរើសបុគ្គលិកលោកអាចទៅចុះឈ្មោះថ្ងៃនេះបានអរគុណលោកថ្ងៃនេះមុខតំណែងដែលកំពុងជ្រើសរើសសុទ្ធតែទាមទារសមត្ថភាពខ្ពស់លោកគួរតែអានលក្ខខណ្ឌជាមុនសិនហើយចង់និយាយថាម៉េចអត់មានអីទេចង់ប្រាប់លោកឲ្យដឹងមុនយល់ហើយអ្នកគិតថាសម្លៀកបំពាក់ខ្ញុំមិនដូចអ្នកមកសម្ភាសទេតែដូចអ្នកមកអង្គុយត្រជាក់ម៉ាស៊ីនត្រជាក់មែនអត់បងក៏មកដាក់ពាក្យដែរម៉េចមើលទៅមិនអាចដាក់ពាក្យបានមែនមិនដូចទេគឺមើលដូចជាមិនសមរកងារធ្វើនឹងណាក្រុមហ៊ុន Linfa អន្តរជាតិកំពុងជ្រើសរើសអ្នកគ្រប់គ្រងមិនមែនអ្នកធ្វើការទូទៅទេលោកប្រកាសថាចង់ដាក់ពាក្យជាប្រធានផ្នែកទំនាក់ទំនងសាធារណៈតំណែងនេះត្រូវចេះភាសាអង់គ្លេសបារាំងនិងអ៊ីតាលីចិនស្ទាត់ជំនាញហើយត្រូវមានបទពិសោធន៍ក្នុងឧស្សាហកម្មម៉ូដអន្តរជាតិផងខ្ញុំអាចនិយាយបានសេបានស្ដាប់បាននិយាយច្រើនម្លេះប្រាក់ខែខ្ពស់ជាងគេមិនរើសវាទៅរើសការងារប្រាក់ចំណូលមិនច្រើនធ្វើអីចម្រាច់យកមុខតំណែងនេះហើយអូខេប្រគល់ក្រដាស់ប្រឡងលោកពេលប្រឡងមានរយៈពេល1ម៉ោងលោកមិនអានមើលម្ដងទៀតទេមិនអានទេមកប្រឡងអីមិនមើលក្រដាស់សំណួរចឹងខ្ញុំគ្រាន់តែក្រឡេកមើលមួយផ្លែតសំណួរភាសាបារាំងទំព័រទី3អ្នកបកប្រែពាក្យទុករយៈពេលបន្ថែមប្រគល់ទំនិញទៅជាបញ្ចប់កិច្ចសហប្រតិបត្តិការបើសេចម្លើយបែបនេះទៅក្រុមហ៊ុននឹងបាត់បង់ភ្ញៀវភ្លាមមិននិយាយដូចនេះសំណួរនេះអ្នកមិនត្រឹមត្រូវទេខំធ្វើសំណួរខ្លួនឯងឲ្យរួចសិនទៅលោកសិនពិន្ទុភាសាអង់គ្លេសបារាំងនិងអ៊ីតាលីចិនរបស់លោកសុទ្ធតែបានពិន្ទុពេញឥឡូវនៅមានអីត្រូវប្រកួតទៀតគ្រាន់តែពិន្ទុខ្ពស់ជាងបន្តិចមានអីគួរឲ្យអស្ចារ្យបើចរណែននិយាយត្រង់ទៅលោកសិនប្រធានផ្នែកទំនាក់ទំនងសាធារណៈចង់ជួបលោកផ្ទាល់សូមអញ្ជើញតាមខ្ញុំបានលោកសិនសូមរងចាំនៅទីនេះសិននាយកមកជួបឥឡូវនេះហើយបានការិយាល័យថ្នាក់ដឹកនាំកុំព្យូទ័រមិនទាន់លុកសោទេឈប់ធ្វើល្បិចទៅក្រុមហ៊ុននេះគួរឲ្យចាប់អារម្មណ៍ជាងដែលខ្ញុំគិតទៅទៀតនាយកលីនលទ្ធផលប្រឡងរបស់លោកវីនគឺខ្ពស់ជាងគេដូច្នេះខ្ញុំបាននាំគាត់មកជួបលោកមកជួបខ្ញុំល្អឲ្យខ្ញុំសាកល្បងគាត់បន្តលោកលីនចង់សាកល្បងខ្ញុំបែបណាឯងមិនមែនពូកែណាស់ទេអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈមិនមែនគ្រាន់តែចេះភាសាបរទេសប៉ុណ្ណោះទេក្រុមហ៊ុនយើងធ្វើអាជីវកម្មម៉ូដបើគ្មានចក្ខុវិស័យសិល្បៈទោះពូកែប៉ុណ្ណាក៏គ្រាន់តែជាអ្នកបកប្រែប៉ុណ្ណោះនិយាយបានត្រឹមត្រូវនេះជាឈុតសម្លៀកបំពាក់2ឈុតដែលជាគម្រោងសំខាន់របស់ក្រុមហ៊ុនឆ្នាំនេះវាបានឆ្លងការវាយតម្លៃជំហានដំបូងរួចហើយអាចមានឱកាសយកទៅបង្ហាញនៅកម្មវិធីម៉ូដទីក្រុងល្បីមួយសូមអ្នកវាយតម្លៃមើលសាមញ្ញពេកហើយធម្មតាបាទធម្មតាឈុតនេះចង់ដើរតាមម៉ូដលេនអន្តរជាតិខ្សែស្មានិងកញ្ចឹងមើលទៅស្អាតមុតស្រួចមែនប៉ុន្តែការកាត់ចង្កេះតឹងពេកធ្វើឲ្យអារម្មណ៍នៃការរចនាបាត់បង់ភាពខ្លាំងនិងមិនសូវមានអំណាច